ចានេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើទឹកជ្រលក់ដើម្បីធ្វើជ្រក់ជើងមាន់របស់យើងមានខ្ញុំមានការ៉ុតចិត្តស្ដាំដើម្បីទុកដាក់នៅចុងបញ្ចប់វីដេអូហើយនេះទឹកក្រូចឆ្មាស្ករសប៊ីចេងម្សៅស៊ុបខ្នុរស្ករត្នោតគ្រឿងដែលយើងបានបុកបាច់មិញចំណែកនេះគឺជារំដេងគល់ស្លឹកគ្រៃនិងស្លឹកក្រូចសើចនិងទឹកត្រីដំបូងយើងធ្វើការកាត់ជើងមាន់យើងជាមុនសិនធ្វើមិនសម្អាតកញ្ចក់វាឲ្យស្អាតបន្ទាប់មកចាំយើងកាត់វាជាកង់តាមចំណង់ចំណូលចិត្តរបស់យើងចាហើយយើងចាប់ផ្ដើមកាត់ជើងមាន់យើងជីកដុំជីកង់ចានេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើទឹកជ្រលក់ដើម្បីធ្វើជ្រក់ជើងមាន់របស់យើងមានខ្ញុំមានការ៉ុតចិត្តស្ដាំដើម្បីទុកដាក់នៅចុងបញ្ចប់វីដេអូហើយនេះទឹកក្រូចឆ្មាស្ករសប៊ីចេងម្សៅស៊ុបខ្នុរស្ករត្នោតគ្រឿងដែលយើងបានបុកបាច់មិញចំណែកនេះគឺជារំដេងគល់ស្លឹកគ្រៃនិងស្លឹកក្រូចសើចនិងទឹកត្រី